ឯកឧត្តមតាំងមេលៀនអភិបាលរងខេត្តកណ្ដាលបានអំពាវនាវប្រជាពលរដ្ឋជាម្ចាស់ក្បាលដីប្រញាប់ប្រញាល់មកពិនិត្យផ្ទៀងផ្ទាត់ទិន្នន័យក្បាលដីរបស់ខ្លួនតើមានភាពត្រឹមត្រូវដែរឬទេប្រសិនបើមានការខុសឆ្គងដោយប្រការណាមួយត្រូវធ្វើការជំទាស់តវ៉ាដើម្បីឲ្យមន្ត្រីជំនាញប្រចាំការកែតម្រូវឡើងវិញមុននឹងវាស់វែងចេញបានកម្មសិទ្ធិដីធ្លីស្របច្បាប់ជូនឯកឧត្តមអភិបាលរងខេត្តបញ្ជាក់ថាការបិទផ្សាយនេះគឺមានរយៈពេល15ថ្ងៃគឺចាប់ពីថ្ងៃទី9រហូតដល់ថ្ងៃទី23ខែមិថុនាឆ្នាំ2025ព្រោះថាបើហួសសុពលភាពគឺបងប្អូនមិនអាចធ្វើការតវ៉ាបានឡើយឯកឧត្តមអភិបាលរងខេត្តបានអំពាវនាវបែបនេះខណៈចូលរួមក្នុងពិធីបិទផ្សាយជាសាធារណៈនៅឯកសារនៃការវិនិច្ឆ័យចំនួន6ភូមិគឺភូមិព្រែកតាបែនភូមិស្លាភូមិស្វាយរមៀតភូមិឈើទាលភូមិកណ្ដាលនិងភូមិស្វាយដំណាក់ឃុំស្វាយរមៀតស្រុកខ្សាច់កណ្ដាលស្មើនឹង4615ក្បាលដីនាព្រឹកថ្ងៃទី9ខែមិថុនាឆ្នាំ2025ឯកឧត្តមអភិបាលរងខេត្តបានបន្តថាអាជ្ញាធររដ្ឋបាលដីធ្លីខេត្តបានប្រឹងប្រែងណាស់ក្នុងការចុះបញ្ជីដីធ្លីដែលមានលក្ខណៈជាប្រព័ន្ធជូនប្រជាពលរដ្ឋគឺក្នុងគោលបំណងដើម្បីធានាសិទ្ធិធ្វើជាម្ចាស់កាន់កាប់ជាឯកសាររឹងមាំពិសេសបានកាត់បន្ថយចំនួនដីធ្លីទៀតផងលោកព្រំឆាតអនុប្រធានមន្ទីររៀបចំដែនដីនគររូបនីយកម្មសំណង់និងសុរិយោដីខេត្តកណ្ដាលបានឲ្យដឹងថាការបផ្សាយជាសាធារណៈនៅឯកសារនៃការវិនិច្ឆ័យលក្ខណៈជាប្រព័ន្ធនាពេលនេះគឺជាលើកទី21សម្រាប់ស្រុកខ្សាច់កណ្ដាលនិងជាលើកទី285សម្រាប់ខេត្តកណ្ដាលទាំងមូល។